បាទជម្រាបសួរនៅថ្ងៃនេះគឺថ្ងៃទី19ត្រូវថ្ងៃពហុខែ3ឆ្នាំ2026អរគុណច្រើនសម្រាប់ទឹកម្ដងថ្ងៃនេះខ្ញុំចង់និយាយអំពីព័ត៌មានមួយកាលពីយប់ថ្ងៃទី18វេលាម៉ោង8យប់នៅភ្នំពេញបាទហើយវីដេអូនេះគឺប្រហែលជាមានអ្នកតាមដានច្រើនហើយបាទគឺគាត់ធ្វើការរាជការហើយប៉ារបស់គាត់ឪពុករបស់គាត់នឹងទៅជាច្បាយស្រុកនៅខេត្តកំពង់ចាមដោយគាត់បើកឡានផឹកស្រាសង្វើបើកបរពេលដែលបើកបរទៅក៏បានប៉ះពាល់នឹងក្មេងម្នាក់បើកម៉ូតូផ្លេចហើយបើឈ្មោះម៉ូតូនៅបាត់ហើយក៏បានធ្វើឲ្យក្មេងនឹងគាត់មានអាការៈរបួសធ្ងន់ហើយក៏ព្យាយាមបើករត់ក៏តែរត់មិនរួចដោយសារតែម៉ូតូកូនទីហ្នឹងហើយម៉ូតូកូនទីហ្នឹងជាប់នឹងកង់ឡានទៅឲ្យទៅមុខមិនរួចទៅគាត់ក៏ប្រើពាក្យសម្ដីបោះទៅមើលងាយថាបុកប៉ុណ្ណឹងងាប់អស់ប្រមាណមួយដល់ពេលណាអ្នកកសែតសុភាជាបរិបទផ្សេងទៀតថាមិនបាច់ឲ្យម៉ែឪមកទេឲ្យទៅ$20000ហ្នឹងដោះស្រាយកន្លែងកាត់ហេតុបានហើយបញ្ចប់រឿងក្តីល្អម្លេះល្អមែនទេហ្នឹងខ្ញុំចង់និយាយថាបើខ្ញុំខឹងវិញណាខ្ញុំបាក់ឡានទៅបុកប៉ាបងឯងម្ដាយបងឯងក្មួយបងឯងឬក៏បងឯងមានគ្រួសារហើយមានកូនហើយខ្ញុំបើកទៅបុកកូនបងឯងហើយខ្ញុំឲ្យ$20000អញ្ចឹងដែរណា$20000អញ្ចឹងដែរបាទតើបងមានអារម្មណ៍យ៉ាងម៉េចដែរប្រសិនបើច្បាប់អនុញ្ញាតឲ្យធ្វើអញ្ចឹងមែនណាបងមានអារម្មណ៍យ៉ាងម៉េចដែរអញ្ចឹងបុកងាប់ម្នាក់$20000ហើយត្រូវឥឡូវខ្ញុំរកលុយបានតាមប្រព័ន្ធអនឡាញអញ្ចឹងបានទៀតខ្ញុំមិនខ្វះលុយចាយទេអញ្ចឹងណាមួយវីដេអូអេរ៉ូបានមួយខែ3-4000ដែរឯងខ្លាំងនឹងសងមកឯងអញ្ចឹងណាខ្ញុំចង់និយាយអញ្ចឹងយើងកុំមើលងាយអ្នកដល់អត់ហើយក្មេងដែលរងគ្រោះនោះម្ដាយរងគ្រោះនោះគាត់ជាអ្នកដទៃជាមួយបងឯងគាត់មិនដែលបានទៅសុំលុយបងឯងចាយ100មិនដែលបានទៅសុំកបងឯងមកក្របមកចូលពោះគាត់ទេយើងក៏មើលងាយណាយើងបើនិយាយពីមុនបើកបុករត់ប្រជាពលរដ្ឋកាក់បាននឹងវាយហើយតែឥឡូវបច្ចុប្បន្ននេះគេអត់វាយទេប្រជាពលរដ្ឋអត់វាយទេព្រោះច្បាប់គ្របដណ្ដប់ហើយណាមួយគាត់ចេះដឹងច្រើនទៀតអត់ដូចមុនទេពីមុនកំហឹងច្រើនឥឡូវអត់កំហឹងច្រើនទេគឺសតិនៅក្នុងខួរក្បាលរបស់ប្រជាពលរដ្ឋណាគឺមានច្រើនការគិតច្រើនល្អច្រើនតែនៅតែលោកឯងទេចាមកវាឯងសម្វឹងចាបាទយើងថាលោកមុនគឺយើងបើកប៉ះពាល់បើកបុករត់ប្រជាពលរដ្ឋវាយហើយតែឥឡូវអត់ទេអត់វាយទេហើយមូលហេតុយប់ថ្ងៃទី18ថ្ងៃកាត់ហេតុហ្នឹងតែប្រជាពលរដ្ឋវាយបងឯងហ្នឹងណាដោយសារអីមិនមែនដោយសារបងឯងបើករត់ទេបាទខឹងមកពីបងឯងបោះពាក្យសម្ដីបុកងាប់បង20000បុកងាប់ប៉ុណ្ណេះអស់ប្រមាណណាបងឯងមានលុយអស់ប្រមាណចុះឯងខ្ញុំក៏ប្រាប់ណាប្រសិនបើម្ដាយរបស់ជនរងគ្រោះនេះណាគាត់ហ៊ានខ្ចីលុយ$20000ពីធនាគារហើយធនាគារព្រមឲ្យខ្ចីគាត់អាចបោះពាក្យសម្ដីនេះទៅលើបងឯងវិញមិនថា
ក៏មិនសោះក៏មើងងាយអ្នកអត់តែយើងនិយាយថាមើងងាយប្រើពាក្យក្រវាអសរោះពេកក៏មើងងាយអ្នកអត់អ្នកអត់មានសិទ្ធដូចអ្នកមានអ្នកអត់គេមានរបៀបរស់នៅជារបៀបអ្នកអត់យើងអ្នកមានរបៀបរស់នៅបែបអ្នកមានបាទអ្នកអត់គេមិនដែលហ៊ានលុយមិនដែលយកលុយហ៊ានយកលុយទៅទិញកអាឡាច្រឡំបងកងអាឡាស្កាមកហូបទេបាទតែមិនអ្នកមានបានមានលុយទិញបងកងអាឡាស្កាមកហូបអញ្ចឹងបងឯងអ្នកមានហើយបុកមិនថាបងឯងប៉ះពាល់គេបុកគេរហូតដល់ស្លាប់អារឿងបុកពាល់ស្លាប់ហ្នឹងអានឹងច្បាប់ដោះស្រាយរឿងផ្សេងតែអារឿងចរាចរណ៍មិនដោះស្រាយរឿងផ្សេងទៅអារឿងកំហឹងម៉ែឪកំហឹងបងប្អូនអ្នកស្លាប់ហ្នឹងយើងធ្វើមិនទេណាបាទយើងនៅតែស្ងៀមទៅគាត់មិនដែលមកវាយយើងទេជាខ្ញុំជឿចិត្តថាគ្មានណាវាយអស់ច្រើនវាយឡានបងឯងមិនហ៊ានវាយបងឯងទេណាពេលណាវាយទៅវាអាចបងឯងគ្រោះថ្នាក់អញ្ចឹងទៅវាមានរឿងដល់អ្នកវាយទៀតតែដល់ពេលអញ្ចឹងមានអ្នកណាហ៊ានបងឯងក្អកឲ្យមួយគេឃើញឡើងម៉ូតូពេលឃើញឡើងម៉ូតូធ្វើឯងស្ពះគេច្រិញមែនណាមិនហ៊ានថាស្ដោះទឹកមិត្តទេបង YouTube ថាមិនថាខ្ពើមថាច្រិញអញ្ចឹង YouTube អត់រករឿងហើយសូមកុំប្រើពាក្យអីចឹងប៉ាធ្វើដល់ចំហាយស្រុកខ្ញុំខ្មាស់គាត់បើសិនខ្ញុំគាត់ណាខ្ញុំខ្មាស់គេណាខ្ញុំមិនហ៊ានទៅប្រជុំទេមកទៅខ្មាស់គេយ៉ាងនេះចឹងមានអីច្រើនទេមានតែអរគុណសូមជម្រាបលាផ្ដាំទៅមនុស្សមួយចំនួនកុំមើលងាយអ្នកអត់ឲ្យសោះគេអត់ធ្វើអីខុសទេគេអត់បានធ្វើអីមកលើយើងទេបាទ